រឿងព្រះនាងនិងក្រពូចស្រូវកាលពីយូរណាស់មកហើយមាននគរខ្មែរមួយស្រស់ស្អាតណាស់ព្រះមហាក្សត្រមានបុត្រីចំនួន3អង្គហើយព្រះអង្គស្រឡាញ់ប្រជាជននៅនគរនេះណាស់ព្រះអង្គមានព្រះនាងតូចម្នាក់នាងមានចិត្តល្អនិងមានសម្រស់ស្រស់ស្អាតណាស់ព្រះអង្គចង់បង្រៀននាងអំពីជីវិតថ្ងៃមួយព្រះអង្គហៅព្រះនាងទាំងអស់មកជួបព្រះអង្គមានការសាកល្បងមួយគឺព្រះអង្គផ្ដល់គ្រាប់ស្រូវដល់បុត្រម្នាក់ដោយអ្នកណាដាំបានល្អបំផុតនឹងឈ្នះព្រះនាងខ្លះគិតពីការឈ្នះខ្លាំងដោយមិនមានការតស៊ូពួកនាងបានធ្វើអ្វីដែលខុសនឹងច្បាប់ព្រះនាងសុភមង្គលមានចិត្តអំណត់អត់ធ្មត់ប្រឹងប្រែងនាងជឿលើភាពស្មោះត្រង់នាងសម្រេចដាំស្រូវដោយស្មោះសរនាងដាំគ្រាប់ស្រូវយ៉ាងប្រុងប្រយ័ត្នដោយនាងមកមើលថែស្រូវនាងរៀងរាល់ថ្ងៃនាងមិនអស់សង្ឃឹមទេចំណែកបុត្រផ្សេងមិនបានប្រឹងប្រែងទេនាងមានស្រូវធំលឿនពួកនាងញញឹមដោយមោទនភាពតែវាមិនមែនជាធម្មជាតិទេថ្ងៃខែបានកន្លងផុតចេះតែដើរស្រូវលូតលាស់យឺតនាងនៅតែអត់ធ្មត់មកដល់រដូវរាំងស្ងួតស្រូវជាច្រើនបានចាប់ផ្ដើមស្លាប់មនុស្សគ្រប់គ្នាព្រួយបារម្ភស្រូវដែលដាំខ្លះស្លាប់ខ្លះស្រពោនហើយព្រះនាងដែលខ្ជិលមានការសោកស្ដាយពួកនាងយល់ថាបានធ្វើខុសនឹងច្បាប់ចំណែកស្រូវរបស់ព្រះនាងសុភមង្គលរឹងមាំសុខភាពល្អវាលូតដោយធម្មជាតិថ្ងៃប្រមូលផលបានមកដល់ស្រូវច្រើនណាស់និងល្អមនុស្សគ្រប់គ្នាសប្បាយចិត្តព្រះនាងទាំងអស់ត្រឡប់មកវិញព្រះមហាក្សត្រពិនិត្យមើលយ៉ាងប្រុងប្រយ័ត្នការពិតត្រូវបានបង្ហាញព្រះមហាក្សត្រជ្រើសរើសព្រះនាងសុភមង្គលជាអ្នកឈ្នះព្រះអង្គសរសើរភាពស្មោះនិងភាពអត់ធ្មត់របស់នាងក្រោយប្រមូលផលរួចស្រូវទាំងអស់បានចែកជូនដល់ប្រជាជនចិត្តល្អបង្កើតសុខសាន្តរឿងនេះបង្រៀនកុមារទាំងអស់មានភាពស្មោះនិងការខិតខំប្រឹងប្រែងតស៊ូធ្វើការងារដោយយកចិត្តទុកដាក់រឿងនិទាននេះបានចប់សូមអរគុណ